នៅក្នុងវីដេអូនេះយើងនឹងរៀនអំពីការបង្កើតគណនីគ្រូបន្ទុកថ្នាក់ដើម្បីអាចបង្កើតគណនីគ្រូបន្ទុកថ្នាក់បានយើងចូលមកកន្លែងមេនុយការគ្រប់គ្រងអ្នកប្រើប្រាស់បន្តមកទៀតយើងចុចប៊ូតុងបន្ថែមថ្មីយើងវាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់សូមបញ្ជាក់ផងដែរចំពោះឈ្មោះអ្នកប្រើប្រាស់នេះគឺយើងប្រើប្រាស់នៅអត្តលេខមន្ត្រីរាជការរបស់គ្រូបន្ទុកថ្នាក់ដោយយើងបញ្ចូលជាលេខសកលយើងបញ្ចូលនៅលេខសម្ងាត់យើងបញ្ជាក់លេខសម្ងាត់ម្ដងទៀតកន្លែង tick លេខសម្ងាត់បណ្ដោះអាសន្ននេះគឺមានន័យថានៅពេលដែលលោកគ្រូបន្ទុកថ្នាក់ log in ចូលប្រព័ន្ធលើកដំបូងតាមរយៈលេខសម្ងាត់ដែលលោកស្រីបង្កើតឲ្យប្រព័ន្ធនឹងទាមទារឲ្យលោកគ្រូអ្នកគ្រូបន្ទុកថ្នាក់ធ្វើបច្ចុប្បន្នភាពលេខសម្ងាត់ថ្មីជារបស់ខ្លួនឯងប៉ុន្តែប្រសិនបើលោកគ្រូអ្នកគ្រូមិន tick មានន័យថាលេខសម្ងាត់ដែលលោកស្រីបង្កើតឲ្យគ្រូបន្ទុកថ្នាក់គឺប្រើប្រាស់ផ្លូវការសម្រាប់ចូលក្នុងប្រព័ន្ធដូច្នេះខ្ញុំ tick បន្តមកទៀតយើងបញ្ចូលនៅនាមត្រកូលយើងបញ្ចូលនៅនាមខ្លួនយើងជ្រើសភេទយើងបញ្ចូលនៅ email កន្លែង email នេះបើសិនជាលោកស្រីមិនមានយើងមិនបាច់បញ្ចូលបានដែរប៉ុន្តែបើមានយើងធ្វើការបញ្ចូលមកយើងបញ្ចូលនៅលេខទូរស័ព្ទដៃរួចយើងចុចបង្កើតនោះនឹងបង្ហាញសារមួយអ្នកប្រើប្រាស់ត្រូវបានបង្កើតដោយជោគជ័យដូច្នេះមានន័យថា account គ្រូបន្ទុកថ្នាក់ឈ្មោះច័ន្ទធៀងនេះគឺយើងបានបង្កើតដោយជោគជ័យសូមអរគុណ